ជ្រួលជ្រើមខ្លាំងមែនតើឃើញតរ៉េនេះបបានម្ដុំមិនដឹងជាតិប៉ុណ្ណាទេទោះបីជាគ្មានមករៀលក្នុងខ្លួនក៏แชร์វីដេអូនេះចោលដែរកែលោមានអ្នកគេចិត្តល្អជួយទិញឲ្យយើងញ៉ាំអីចឹងណាទំនងណាពុកម៉ែបងប្អូនទិញមួយចានទី2បញ្ចុះ50%ជូនពិសេសខ្លាំងណាជាមួយនឹងកន្លែងគាត់មានតាំងពីភីហ្សាតរ៉េនទៀតលយមែនតើមនុយតរ៉េនអ្នកកំពុងសោមចង់ញ៉ាំគឺមានហើយកុំឲ្យថាទៅកំពុងសោមទៅលន់គ្រឿងសមុទ្រអីចឹងឥឡូវគឺគេមានប្រភេទតរ៉េនភីហ្សាហើយបន្ថែមជំរើសជាមួយនំប៉័ងថូសនំប៉័ងដុតដាក់ជាមួយតរ៉េនបែបនេះទៀតអូទំនងណាស់ហើយមានតរ៉េនបំពងទៀតពិសេសនិយាយទៅប្លែកមែនតើធ្វើសិតតែពីតរ៉េនទាំងអស់ជាមួយនឹងប្រភេទតកកព្រិលអីនេះក៏គេប្រើតរ៉េនដែរដាក់មកអូយសិតតែបញ្ចុះ50%ទាំងអស់ទៅលើចានទី2រាល់ការកំងមួយចានហើយចានទី2បញ្ចុះ50%ជូនតែម្ដងមិនថាជាប្រភេទអីទេហើយជាមួយនឹង drink ក៏អញ្ចឹងដែរទិញ drink មួយកែវទី2បញ្ចុះ50%សិតតែមានកាហ្វេតរ៉េនមានម៉ាឆាតរ៉េនមាន green tea តរ៉េនស្អីអូច្រើនណាស់ drink របស់គេច្រើនយកតែមែនតែអ្នកទាំងអស់គ្នាអាចមកបាននេះជាហាង Durenism Cafe ដែលមានទីតាំងនៅខាងខេត្តបរសេនុពុកម៉ែបងប្អូនអាចមកសាករសជាតិមនុយនៅនេះគឺថាស្អីក៏ Duren ដែរគឺតរ៉េននេះគឺហាងនេះគឺ franchise មកពីប្រទេសថៃពុកម៉ែបងប្អូនដែលតរ៉េននេះគឺគេនាំចូលមកពីប្រទេសថៃខេត្តច័ន្ទបុរីនិយាយទៅនៅប្រទេសថៃគឺគេមាន2រដូវនៃតរ៉េនរបស់គេណានៅតាមតំបន់អញ្ចឹងបើខុសត្រូវអីអ្នកដែលធ្លាប់នៅទឹកដីថៃជួយខមមិនផងដោយសារតែខ្ញុំហ្នឹងក៏ឆ្ងល់ដោយពុកម៉ែបងប្អូនដែរថាហេតុអីបានតរ៉េនខែនេះមានលក់អីចឹងណាតរ៉េនគាត់ឃើញសាច់តំណងសាច់មើលទៅលំដាប់ព្រីមៀមទៀតតរ៉េនពូជម៉ាន់ថងរបស់គេដែលនៅថៃនៅខាងខេត្តច័ន្ទបុរីនេះក្លិនវាអត់របៀបធុំក្លិនតរ៉េនខ្លាំងទេនៅក្នុងហាងមិនសិនតិចមែនតែក្លិនវាស្រាលនិយាយទៅខ្ញុំទៅតែញ៉ាំបានលើកទី1ដែរទេហើយគាត់ថាតរ៉េននៅថៃគឺគេមាន2តំបន់ដែលគាត់ថាតំបន់មួយហ្នឹងបើសិនបើតំបន់មួយភ្លៀងតំបន់មួយរាំងហើយបើតំបន់មួយរាំងតំបន់មួយភ្លៀងអញ្ចឹងទៅវាបញ្ច្រាស់គ្នាដែលធ្វើឲ្យតរ៉េននៅប្រទេសថៃគឺមាន2រដូវដែលអាចធ្វើឲ្យហាងរបស់គាត់គឺគាត់អាចមានតរ៉េនជាប្រចាំអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ញ៉ាំតរ៉េនរសជាតិមន់ថងរសជាតិពូជមកពីប្រទេសថៃឯនេះគឺអាចសាកល្បងភ្លក់នៅកន្លែងគាត់បានព្រោះឲ្យគាត់មានហាងត្រឹមត្រូវមានគេឈ្មោះត្រឹមត្រូវណាមិនមែនហាងមកអត់មានប្រភពច្បាស់លាស់ទេដែលខ្ញុំបានទៅថតខ្ញុំសួរនាំគាត់ដែរព្រោះខ្ញុំប្រយ័ត្នដែររឿងតរ៉េនហ្នឹងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ញ៉ាំតរ៉េននេះគឺអាចសាកល្បងភ្លក់បានជាពិសេសសម្រាប់ចានទី2បញ្ចុះ50%ជូនតែម្ដងពិសេសខ្លាំងណាស់អញ្ចឹងចានទី1យើងគេគិតលុយយើងធម្មតាចានទី2បញ្ចុះ50%ហើយសម្រាប់នៅហ្នឹងក៏គេមានជាភីហ្សាដែលគេបៀកសោសតរ៉េនពីលើហើយគេដាក់សាច់តរ៉េនពីលើទៀតនិយាយទៅធ្វើចេញមកក្បួនខ្នាតរូបរាងគឺដូចការធ្វើភីហ្សាអញ្ចឹងមានដាក់ឈីសមានដាក់អីអញ្ចឹងណាទំនងមែនតើអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តរបៀបថាអា Durenism ហ្នឹងគឺក្នុងន័យគឺប្រែថារបៀបមនុស្សហ្នឹងងប់ងល់នឹងតរ៉េនណារបៀបថារសនិយមហ្នឹងគឺរសចូលចិត្តតរ៉េនហ្មងមនុស្សនឹងចូលចិត្តខ្លាំងអញ្ចឹងបានមកហាងហ្នឹងគឺត្រូវអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលអ្នកថារសអត់តរ៉េនមិនបានអីហ្នឹងគឺមកអាចសាកល្បងបានព្រោះអីតរ៉េនរបស់គាត់គឺមានប្រភពច្បាស់លាស់គាត់បញ្ជាក់ឲ្យគាត់អត់មានខ្លាចថាតរ៉េននឹងមកពីខ្មែរតរ៉េននឹងមកពីខាងខេត្តណាអីរបស់យើងអីគឺអត់ទេតរ៉េននេះគឺគេមាន franchise មកពីប្រទេសថៃអញ្ចឹងគឺគេត្រូវតែនាំចូលតរ៉េនមកពីប្រទេសថៃគេលក់អញ្ចឹង franchise នេះគឺខ្មែរយើងគាត់អ្នកទិញមកដែរទេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ពិសាតរ៉េនជាមួយនឹងជម្រើសនំប៉័ងជាមួយអីនេះគឺអាចមកសាកល្បងបានប្រភេទនំប៉័ងដុតរបស់គេជា toast ហ្នឹងទំនងឆ្ងាញ់ណាស់ខ្ញុំសាកទៅគឺនំប៉័ងរបស់គេគឺគេមានលៀបប្រភេទបើបញ្ចូលទៅឆ្ងាញ់ហើយនេះជាប្រភេទ decor ចាន decoration ដាក់ជាមួយនឹងប្រភេទតរ៉េនបំពងមានការ៉េមពីលើទៀតហើយនេះគឺជាប្រភេទតកកដូចតកកឈូសយើងអញ្ចឹងប៉ុន្តែវាព្រិលណាគេហៅអ្នកខ្លះគេហៅ bingsu អញ្ចឹងទៅប៉ុន្តែនេះខ្ញុំគិតថាហៅជាប្រភេទតកកព្រិលដាក់ជាមួយនំប៉័ងដាក់ជាមួយអីចឹងទៅញ៉ាំទៅគឺមានជាតិរសជាតិតរ៉េនហ្នឹងឯងព្រោះគេធ្វើវាចេញពីតរ៉េនដែលគេធ្វើវាមានសោសមានអីចឹងណាហើយអូទំនងណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដូចខ្ញុំបញ្ជាក់អញ្ចឹងថាមកហាងនេះគឺសិតតែអ្នកងប់ងល់នឹងទូរ៉េនហើយបានមកហាងគាត់ទៅគឺត្រូវចិត្តត្រូវបេះដូងហ្មងព្រោះហាងគាត់ស្អីក៏ទូរ៉េនដែរហើយអ្វីដែលសំខាន់គឺគាត់ធ្វើមនុយចេញមកមួយគឺតាក់ទាញមានភាព unique ដែលគាត់ចេញមកគឺមិនមែនភ្លាវដាក់ចេញមកលយមែនតើតែសឹងថាពីមួយចានទៅមួយចានពីមនុយមួយទៅមនុយមួយដូចឃើញហ្នឹងគឺទំនងគួរឲ្យចង់ញ៉ាំចង់សាកខ្លាំងអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលជាអ្នកចូលចិត្តភាពផ្អែមល្ហែមអីហ្នឹងចូលចិត្តរសជាតិតរ៉េនហ្នឹងគឺត្រូវហើយនេះការ៉េមដាក់ជាមួយនឹងអាតរ៉េនបំពងគេទៅដូចដុំសាច់មាន់មួយដុំអញ្ចឹងណាប៉ុន្តែវាជាតរ៉េនទេស្នូលខាងក្នុងហើយដាក់មកនេះអូជាតិណាស់និយាយទៅញ៉ាំឆ្ងាញ់មែនតើរសជាតិតរ៉េនរបស់គេគឺឆ្ងាញ់វារបៀបថាវារបៀបដូចម៉ាន់ថងទឹកដោះគោយើងអញ្ចឹងគ្រាន់ថាវាអត់សូវក្លិនខ្លាំងទេ
vậy ta sẽ khăn tờ rèn khlang cái sạch tờ rèn bao kê nó kia miên pui và phết bao kê chẳng từ màn thong nắng đạ máu miên kia miên tức ấy nào bao kê đạ chẳng tới cái đạ cho môi nâng crop thôn là chiết để chẳng tới nhằm tới cứ am rồi chiết nâng cứ chanh mình ta là bao phết toast đạ cho môi cả rem môi bao kê nữa chẳng po mai bằng po anh nhằm là biết đôi phụ nhằm và hai nhằng bàn do tờ rèn nắng do mà chọn cho môi đồng pang hết cho lụa cho môi nâng tức so bao kê nâng máu chiết mình ta chẳng sầm rạp này đằng ngõ này để chọn giá anh màu ban hay cái của mình chơi bao phết mà trà đồ ren cà phê tờ ren vậy ta xây co đủ ren đây là nhom tháo chiết bây giờ đôi chiết đi zoom nâng tờ ren món á hay ní chiếtประเภท soda tờ ren miền chiếtประเภท frap tờ renก็ล็อกได้จังเตอรู้chiếtเบี้ยสัตว์แต่ปีใช่ให้พวกปีใช่สำหรับเนี่ยได้ช่วยเชิดตะเรนเบอร์ท่านเนี่ยสอบตะเรนด้วยบอเตสอบตะเรนฮัดคลันบ้านได้นั่งอดนายน้องมอยตะซาเต้กหลายบางคนนี่คือท่าตัวแต่ยังนึงเนี่ยช่วยเชิดตะเรนเลเวอร์มั้งนะhay này ôi để coi chơi mau tần nông na mùi đã mau tỉnh mau cái xoái na mẹ tha cái chuyện thì dùng lời tren hay thôi mình nói chơi mau phèo với ot này đã mau này ô choang mong chẳng hay sầm rạp bông mai bông ôn để ta lên khaiกับphùng sao để tha chọn nhầm ấy mây play nơi tầm bonกับphùng sao để nơi phùng pin mình toàn miến áคือhàng đi hai phùng pin toàn miến thế để tha xây để tha cục mục sát tren áคือmau năng mau trời cha đời mau đa lên mà crom chẳng ai là một cái này nè chọn nhầm số bây tại nhom ní cô nhom tờ rén đấy nè mình không mà đai nó số bây tại mà hộp cái con miếng này là nâng mà hộp bài cha cái đường ấy mà hộp sầm ron mà hộp rùa chiết ấy cứ chanh mau cứ miếng từng sao tờ này tầng này anh nhầm ban hay sạch muôn trà đôi trà cái ai chứ nhá nè bài cha ấy bao kê có miếng sạch muôn mầm phong ấy chân tư sạch muôn mầm phong xuôi đã mau cái đai nhâm có miếng hay chỉ một phết nung cái chop xuôi để thôi chanh pi tờ rén nó có miếng này nó ở tờ rén dùng ngút đó nè hay đi để co bài giá ca hàng bao kê cứ tờ lia cái lạnh coi xuôi lên chân tư chân complex tờ lên cái phong xóm xạ cái lạnh quạt bye bye